ជំរាបសួរលោកគ្រូហើយនឹងសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកធ្វើវីដេអូទាក់ទងនឹង Pi របស់យើងហើយជាដំបូងយើងត្រូវ connect ទៅកាន់ SH ជាមុនសិនតបមកខ្ញុំ sẽ comment connect ទៅកាន់ SH របស់យើង username សិនហើយនឹង IP របស់វាMarita @192.168.1.7 ហើយបន្ទាប់មកយើងវាយ password ហើយខ្ញុំ clear ចោលមួយសិនហើយមកដល់កន្លែងនេះខ្ញុំត្រូវ ls ដក lx សិនដើម្បីមើល file និង folder របស់យើងទាំងអស់ក្នុងហ្នឹងហើយបន្ទាប់មកខ្ញុំ ls ដក lx ហើយនឹងចុច comment Pi របស់យើងហ្នឹងដើម្បី output ទៅកាន់ comment បន្ទាប់អញ្ចឹងខ្ញុំដក3មានន័យថាវានឹងរត់ទិន្នន័យពីដំបូងគឺដំបូងលើគេមកអស់ហ្នឹងហើយបន្ទាប់មកទៀតខ្ញុំចុច comment ls ដក lx ហើយនឹង Pi ដែរហើយ hand ដក5វិញដើម្បីវាសូទិន្នន័យទាំង5ជួរ hand ដក5ឥឡូវវា show my បន្តមកទៀតខ្ញុំត្រូវចុច comment ដើម្បីបង្កើត folder របស់យើងខ្ញុំចុច comment nkd ហើយដាក់ឈ្មោះរបស់ខ្ញុំមកទៅ _iu30 តបមកខ្ញុំត្រូវទៅបង្កើត file មួយខ្ញុំ ls មើលសិនហើយបន្ទាប់មកទៀតខ្ញុំត្រូវចូលទៅក្នុងឯគេ marita _iu30 ហ្នឹងសិនខ្ញុំដាក់ cd marita _iu30 ហើយបន្ទាប់មកខ្ញុំទៅបង្កើត file tt មួយអញ្ចឹងយើងសេ nano បន្ទាប់មកយើងដាក់ file ទៅខ្ញុំដាក់ my file test.tt ហើយមកដល់កន្លែងនេះយើងបញ្ចូលទិន្នន័យលោកគ្រូឲ្យដាក់ដើម្បីឲ្យសូវាឃើញអញ្ចឹងខ្ញុំដាក់5ដង file យើងទៅសេអីក៏បានអញ្ចឹងខ្ញុំដាក់ my file 1 my file 2ហើយនឹងmy file 3ដល់5ហ្នឹងទៅតបមកខ្ញុំចុចyes មួយសិន save វាយ៉ាប៉ះដៃចុច enter មកទៅហើយបន្តមកទៀតយើង cat មើល file ដែលយើងបានសរសេរមិញfile ទិន្នន័យ my file test.tt នេះយើងបានសរសេរមិញហ្នឹង my file 1ដល់ my file 5ហ្នឹងហើយបន្ទាប់មកទៀតខ្ញុំចង់cat មើលវាពីលើចុះក្រោមអញ្ចឹងខ្ញុំដាក់ cat my file nl អាហ្នឹងយើងបង្ហាញវាជា number ហើយជា line ហើយ hand ហ្នឹងយើងដាក់វាជា2អូខុសដោយសារខ្ញុំភ្លេចសរសេរ my test file របស់យើងខ្ញុំសេម្ដងទៀត cat my file test.tt hand ដក2ឥឡូវវាចេញជា2ជួរហើយវាចេញជាលេខហ្នឹងដោយសារយើងដាក់ ln ហើយមួយទៀតខ្ញុំដាក់cat my file test.tt alda ហើយ hand ដក2ដូចគ្នាកន្លែងហ្នឹងច្រឡំដាក់វាជាចឹងដោយសារកន្លែងហ្នឹងអត់មាន nl ទៀតទេអញ្ចឹងខ្ញុំលុប nl ហ្នឹងចោលវិញ cat អត់ដែរតែយើងលុប nl អានេះ
វាអត់មានលេខទេដោយសារយើងអត់ដាក់ NL ហ្នឹងបន្ទាប់មកទៀតខ្ញុំ capture អត់ដែរតែយើងភ្ជាប់ជាមួយនឹង comment get number ដើម្បីស្វែងរកបន្ទាត់ដែលមានពាក្យ number យើងចុចឈ្មោះ file របស់យើងដែរហ្នឹងមកហើយបន្ទាប់មកខ្ញុំដាក់ NL ហើយ grade number ហើយបន្ទាប់មកទៀតយើង LA ដក LH មកដើម្បី list វាមើលវានឹងចេញឥឡូវវាចេញមានថ្ងៃខែអីហ្នឹងហើយបន្ទាប់មកយើង LA ដក LH ដែរហើយ hand ដក3កន្លែងហ្នឹងមិន hand ខ្ញុំច្រឡំសេ hand ទៀតទេLA ដក LH ហើយផៃជាមួយនឹង tail ម្ដង number ហើយដាក់ tail ដក3អាហ្នឹងវាមានន័យថាវាបង្ហាញបន្ទាត់ចុងក្រោយ3បន្ទាត់តែខ្ញុំអត់មានទិន្នន័យអីទេអញ្ចឹងវាចេញតាមមួយបន្ទាត់ហ្នឹងហើយបន្ទាប់មកខ្ញុំដាក់ LA ដក LH NL អត់ដែរហើយ tail ហើយកន្លែងនេះខ្ញុំដាក់លេខ5ហើយឥឡូវវីដេអូយើងបានដល់ទីបញ្ចប់ហើយសូមអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នាជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាហើយឥឡូវនេះខ្ញុំមកធ្វើវីដេអូទាក់ទងនឹងHigh Common Redirect របស់យើងហើយជាដំបូងខ្ញុំត្រូវ connect ទៅកាន់ SA សិនខ្ញុំដាក់ SA ហើយឈ្មោះ user ហើយនឹង IP address របស់វា7 enter ហើយ password តោះមកខ្ញុំ clear ចោលមួយសិនហើយបន្ទាប់មកទៀតខ្ញុំ list all ទៅកាន់ etc ទៅកាន់ iu30.tt ហ្នឹងដាក់ iu30.tt ហើយបន្ទាប់មកទៀតខ្ញុំ capture ទៅ iu30.tt ដើម្បី show មើល file ហើយទាំងអស់ហ្នឹងគឺជា file នេះគឺជា value ដែលយើងបានបញ្ចូលទៅកាន់ tt iu30.tt របស់យើងហ្នឹងហើយបន្ទាប់មកទៀតខ្ញុំទៅចុច comment នឹងអត់ដែរដើម្បីឲ្យវាចូលទៅកាន់នៅក្នុង file iu30.tt ហ្នឹង2ដងហើយបន្ទាប់មកទៀតយើង save comment អត់ដែរហ្នឹង ls/t etc តបអសញ្ញាហ្នឹង2ដង iu30.tt ហើយ comment នឹងអត់ដែរតបមកខ្ញុំចុច capture វាមក iu30.tt ឥឡូវ value ហ្នឹងវាបានចូលទៅកាន់file tt iu30 របស់យើងហ្នឹង2ដងហើយសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នា
ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការ remote AWS ហើយនិង EC2 របស់យើងខនិតទៅកាន់ ASX ហើយជាបន្ទាប់យើងត្រូវ login ចូល AWS របស់យើងហើយបន្ទាប់មកខ្ញុំ search EC2 យើងចុចទៅកាន់ EC2 ហ្នឹងហើយយើងយកពាក្យ instance ហើយបន្តមកទៀតកន្លែងនេះគឺយើងត្រូវដូរ location ដាក់ Ohio ហ្នឹងដោយសារវាមានតម្លៃថោកហើយអញ្ចឹងយើងចុចយកអាហ្នឹងហើយយើងចុចយកឡើង instance នេះហើយលើ instance ហើយបន្តមកយើងដាក់ឈ្មោះរបស់យើងខ្ញុំដាក់ថា ayusensup underscore ឈ្មោះរបស់ខ្ញុំដាក់EC2 ហើយមកដល់កន្លែងនេះយើងយក Linux យកបន្ទុករបស់យើងហ្នឹងលើកកន្លែងនេះម៉ាស៊ីនកុំព្យូទ័រហើយយើងយកអាណាដែលវាតូចបំផុតយើងយកអានេះទៅចុច confirm បន្ទាប់មកកន្លែង create new key នេះដាក់ឈ្មោះរបស់ខ្ញុំហ្នឹងទៅយើងចុច create មកហើយបន្តមកទៀតកន្លែងនេះខ្ញុំយកជា default បន្ទាប់មកយើងចុចឡើង instance ហ្នឹងទៀតហើយយើងរងចាំឲ្យវាដើរអស់ទៅហើយមកដល់កន្លែងនេះវាបាន success ហើយអញ្ចឹងយើងចូលទៅកាន់instance របស់យើងនេះបន្ទាប់មកយើងចាំឲ្យវាដើរពេញអស់ឥឡូវវាពេញហើយអញ្ចឹងយើងចូលទៅកាន់instance ដែលយើងបានបង្កើតមិញហ្នឹងហើយបន្ទាប់មកយើងចុចយក connect ហើយមកដល់កន្លែងនេះយើងត្រូវ copy អីគេ comment នេះមកបន្ទាប់មកខ្ញុំទៅបើកនៅ Git bash របស់យើងហើយយើងចូល cd download បន្ទាប់មកcopy comment មួយនេះមួយដែរឈប់ខ្ញុំច្រឡំផ្លេចអត់ទាន់comment មួយនេះសិនមកចាំ copy អា comment ទី2នេះបន្តហើយហ្នឹងយើងដាក់ yes មកហើយបន្តមកទៀតយើងចូលទៅsearch ទីយើងទៅសេ comment who am I សិនហើយ pwd ហើយបន្តមកនៅ comment hostname មួយទៀតហើយឥឡូវយើងទៅនេះមើលដែលលោកគ្រូបានដាក់ឲ្យធ្វើយើងទៅ create នៅក្នុង tree folder នេះអញ្ចឹងបន្ទាប់មកខ្ញុំដាក់ sudo mkdir .p 001 002 និង 003 004 ដល់009និង010តបមកយើង tree មើលវាដោយសារម៉ាស៊ីនថ្មីខ្ញុំ click install tree សិនsudo apt install tree
កន្លែងនេះខ្ញុំចុច sudo apt update មួយសិនតោះមកចុច sudo apt upgrade មួយទៀតចឹងខ្ញុំ install 3 ម្ដងទៀត apt install 3 ឥឡូវយើងបាន install ហើយចឹងតបមកខ្ញុំចូលទៅបង្កើតfile នៅក្នុង tree ហ្នឹង sudo mkdir .p 001 ដល់ 0010 តបមកខ្ញុំ tree មើលវាឥឡូវយើងបានបង្កើត folder នៅក្នុង tree ហ្នឹងហើយបន្ទាប់មកខ្ញុំចូលមើលសិនបន្ទាប់មកយើងទៅបង្កើត file តិចមួយចុច nano txt នេះតិច .txt មកយើងសរសេរsyntax institute welcome sv11.12 welcome ដូចគ្នា I am a Linux studentនេះ I am នេះ I will do my best for learning តោះមកខ្ញុំចុច Ctrl O ហើយ Enter មួយទៀតហើយ Ctrl X ដើម្បីចាក់ចេញតោះមកលេខ4យើងត្រូវ copy file ទាំងអស់ហ្នឹងចូលទៅក្នុងចុច sudo pc txt 001អានេះខ្ញុំនេះមក002យើងទៅសេដល់0010
004 005 006 07 008 តមកខ្ញុំត្រីមើលវាទៀតអានេះ file ដែលយើងបាន copy ចូលនឹង directory របស់យើងហ្នឹងឥឡូវវា load មកហើយបន្តមកទៀត comment បន្ទាប់ខ្ញុំត្រូវតាក់វាទៅជា file នេះហ្នឹងចុចនេះយើងដាក់ IU30 ហ្នឹងទៅCL H .cvs HU30 001 ឥឡូវយើងបានដាក់ file ហ្នឹងជានេះហើយបន្ទាប់មកយើង comment បន្ទាប់យើងចូលទៅកាន់trace ណាដែរ extract វាចេញម្ដង.svs HU30.tr ចឹងកន្លែងនេះខ្ញុំប្រើជា sudo វិញដោយសារខ្ញុំអត់មាន permission យើងចុច comment ហ្នឹងមក .xvs IU30.trace ឥឡូវយើងបាន extract file ហ្នឹងហើយបន្តមកទៀត comment បន្ទាប់យើងមកដល់ comment លេខ 7 នេះ comment លេខ 7 ហ្នឹងគឺយើងបង្កើត file Excel មួយអញ្ចឹងខ្ញុំចូលចុចtrace .cvs HU30 ដែរត្រូវ .gz IU30 trace ដែរហើយបន្ទាប់មកខ្ញុំអាន extract វាវិញអញ្ចឹងយើងចុចtrace .xvs click set មួយ XVS ink VS IU30.gz យើងពលា file ហ្នឹងមកវិញប្រើជា sudo ដែរកន្លែងនេះយើងច្រឡំដាក់ save នេះទៀតចឹង save ទៀតឥឡូវយើង extract file នឹងបានហើយបន្ទាប់មកខ្ញុំចូលទៅកាន់ comment បន្ទាប់យើង zip file ហ្នឹងហើយនឹង unzip វិញខ្ញុំចុច comment zip .org
iusense.zip ខ្ញុំមកដល់ install zip អញ្ចឹងយើងចុច sudo install zip សិន yeah តោះមកយើងzip file វាទៅ .rv iusense.zip វាទៅ command ខ្ញុំភ្លេចដាក់ឈ្មោះវា001 ឥឡូវយើងបាន zip file ហ្នឹងហើយហើយបន្ទាប់មកយើង unzip វិញ unzip .rv ដែរ iusense.zip ផ្ទុយអត់មានទេខុសទៀតឥឡូវយើង unzip ហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរសូមអរគុណលោកគ្រូ
ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកធ្វើវីដេអូទាក់ទងនឹងកិច្ចការរបស់យើង FTP server on EC2 នៅលើ AWS របស់យើងហើយបន្ទាប់មកយើងចុច login មួយ AWS ហើយយើង search រកពាក្យ EC2 ចុចមកបន្ទាប់មកយើងរកពាក្យថា security group ហើយមកដល់កន្លែងនេះយើងកន្លែងនេះចាញ់ខ្ញុំលុបចោលសិនកុំឲ្យច្រឡំគ្នាហើយបន្ទាប់មកកន្លែងនេះយើង location ហ្នឹងយើងដាក់ Ohio អត់ដែរហើយយើងចុច create មកកន្លែងនេះយើងដាក់O security អត់ដែរ group ហើយ description ដាក់ for learning កន្លែងនេះ default អត់ដែរបន្ទាប់មក add rule នេះខ្ញុំ add ឲ្យហើយហ្មងទៅdelete permission កន្លែងនេះយើងដាក់ all TCP ហ្នឹងហើយកន្លែងនេះយើងជា default description ដាក់ FTP learning បន្ទាប់មកយើងចុច create security group ហ្នឹងមកឥឡូវយើង create បានជោគជ័យហើយបន្ទាប់មកយើងចូលទៅកាន់ instance យើងម្ដងហើយកន្លែងនេះដូចគ្នាតែយើងដាក់នៅ Ohio ហ្នឹងអត់ដែរហើយ long instance ហ្នឹងមកបន្ទាប់មកយើងដាក់ឈ្មោះ FTP server ដាក់ទៅឈ្មោះវាហ្មងទៅហើយកន្លែងនេះយើងយក Ubuntu
នេះដដែលហើយត្រូវហើយបន្ទាប់មកកន្លែងនេះយើង create key របស់វាមកដាក់ EC2 C2 ឈ្មោះខ្ញុំហ្នឹងទៅ IU 30តោះមកយើងចុច create ណាហើយមកដល់កន្លែងនេះយើងយកឲ្យគេ select យកក្រុម security ដែលយើងបានបង្កើតមុនហ្នឹងនេះយើងបង្កើតហើយកន្លែងនេះយើងដាក់ដូចលោកគ្រូដែរ 20G ទៅតបមកយើងចុច log instance មកឥឡូវយើងបាន create ជោគជ័យហើយអញ្ចឹងយើងចូលទៅកាន់ instance របស់យើងចាំឲ្យវាដើរអស់ឥឡូវវាពេញហើយបន្ទាប់មកយើងចូលទៅកាន់ instance របស់យើងហ្នឹងទៅហើយចុចពាក្យ connect ហ្នឹងបន្ទាប់មកយើងចូលទៅកាន់ EC2 instance connect នេះដើម្បី copy public IP address វាទុកដើម្បី connect មួយFazilla របស់យើងអញ្ចឹងយើងចុច download យកអានេះថ្មីមួយមក copy ទុកមួយហើយបន្ទាប់មកយើងចូលទៅកាន់ SH client វិញហើយយើងយកពាក្យនេះ copy អា key frame វាហ្នឹងមក key pair វាហើយបន្ទាប់មកយើងចូលទៅកាន់ terminal ខ្ញុំ CD សិន download បន្ទាប់មកយើង paste key pair របស់យើងហ្នឹងហើយបន្ទាប់មកយើងទៅ copy SH ម្ដងអញ្ចឹងខ្ញុំចូលទៅកាន់ក្រុម security វិញដើម្បី edit inbound របស់វា add tool នេះ edit tool ទៅមកយក OTP ទៅមកកន្លែងនេះATP learning ហើយខ្ញុំចូលទៅកាន់ instance វិញដើម្បី copy អានេះ SH មកវិញទៅមក copy SH ចូលម្ដងទៀតហ្នឹងទៅ terminal បន្ទាប់មកcopy key pair នេះម្ដងទៀត CD download បន្ទាប់មកយើង copy SH មកចុច yes ឥឡូវយើងចូលមកកាន់ Ubuntu server របស់យើងហើយបន្ទាប់មក comment បន្ទាប់ខ្ញុំបើករបស់លោកគ្រូមើលសិនយើងចុច sudo update សិនមក apt update បន្ទាប់មកយើងចុច sudo upgrade ម្ដងចុច yes មក
ឥឡូវយើង upgrade ហើយបន្ទាប់មកយើងចូលទៅ install VFTPD នេះយើងចុចsudo apt install VFTPD.y បន្ទាប់មកទៀតយើងចូលមកកន្លែង note បន្ទុកនេះហើយនេះខ្ញុំ clear ចោលមួយសិនទៅcontrol C នេះ control L បន្ទាប់មកយើងចូលទៅមើលថាយើងបាន download ហើយនៅចូលហើយបន្ទាប់មកខ្ញុំ ls.lx ហើយយើង grab ទៅ config វា iptpd.config internal មានហើយបន្ទាប់មកខ្ញុំទៅ sudo backup file វាហ្នឹង cp vitpd.com vitpd.com ដូចគ្នាហើយ /back នោះដើម្បី backup វាបន្ទាប់មកយើងចុច enter ទៅឥឡូវយើងចូលបានហើយបន្ទាប់មកយើងទៅកែ file root របស់វាយើងចុចsudo nano ហើយយើងចុច vstpd នឹងមកហើយកន្លែងនេះយើងនេះមកទៅ allow វាខ្ញុំ copy ពីកន្លែងដែលខ្ញុំ note ទុកនេះមកទៅបន្ទាប់មកយើងយក paste ហ្នឹងហើយបន្ទាប់មកយើង arrow key វាមកដល់ក្រោមគេអស់មកហើយបន្តមកទៀតយើងទៅ copy នេះយើងទៅ comment 3ដែលលោកគ្រូបានបោះឲ្យនេះមកបន្ទាប់មកយើង copy អាហ្នឹងទៅហើយបន្ទាប់មកយើងចុច control x នេះ comment x យើងមិនវាយទៅបិទចោលសិនមិនវាយ enter ទៅហើយបន្តមកទៀតយើងទៅ restart VFTPD របស់យើងហ្នឹងបន្ទាប់មកខ្ញុំទៅ copy ហ្នឹងទៅនេះrestart server របស់យើងហើយបន្ទាប់មកខ្ញុំនេះ comment ហ្នឹងដែរដូរដាក់វាជា status វិញយើងឆែក status របស់វានេះATA status
ចាខមមិន copy ហ្មងទៅលើកដាក់ S មិញហើយ comment បន្តទៀតចំណុចទី7ហ្នឹងយើងចូលទៅ open firewall on YouTube server របស់យើងហើយបន្តមកទៀតយើងចូលទៅ FileZilla របស់យើងហ្នឹងហើយយើងចុចយក file is sign manager ហើយ click យក new sign ហ្នឹងហើយកន្លែងនេះយើងដូរដាក់ SH file transfer protocol វិញហើយ copy អាកន្លែងដែលយើងបាន copy ទុកហ្នឹង port នេះ host របស់វាហើយនឹងយើងដាក់ port របស់វាបន្តមកកន្លែងនេះយើងដាក់ key file វិញដើម្បី import file key pair របស់យើងចូលហើយកន្លែងនេះខ្ញុំចូលទៅខ្ញុំចេញពីនេះសិនហើយ QMI បន្ទាប់មកខ្ញុំ copy user ហ្នឹងយកមកដាក់កន្លែង user ក្នុង FileZilla ហ្នឹងមកបន្ទាប់មកយើងចុច import អា file key pair របស់យើងចូលខ្ញុំចុច open ហើយបន្ទាប់មកយើងចុច connect វាទៅហើយបន្ទាប់មកយើងចាំឲ្យវាដើរអស់សិនហើយចាំយើងបង្កើត file directory មួយចុច create file directory ហើយយើងដាក់ឈ្មោះ file ហ្នឹងមកខ្ញុំដាក់ថាITP IU30 ហ្នឹងទៅបន្ទាប់មកខ្ញុំមក create file.txt ម្ដងយើងចុច create new file ហ្នឹងមកហើយខ្ញុំដាក់ file ហ្នឹង learning.txt ចុច OK ហើយបន្តមកទៀតយើងទៅ test មើលនៅ terminal ថាវាបង្កើតបានអត់ហើយវា connect ចូលអត់យើងចុច comment បន្ទាប់មក cd ls ឥឡូវវាចេញអា file ដែលយើងបានបង្កើត folder ដែលយើងបង្កើតហើយនឹង file តិច file នោះអូខ្ញុំបង្កើតខុសអញ្ចឹងខ្ញុំ delete ចាំទៅ delete អា learning.txt នឹងចេញវិញបន្ទាប់មកយើងចូលឲ្យគេ folder atp underscore iu30 ហ្នឹងហើយ ls មើលវាដោយសារយើងអត់ទាន់បានបង្កើតខ្ញុំបង្កើតខុសអញ្ចឹងខ្ញុំទៅ delete អានោះចោលហើយយើងចុចទៅលើ folder atp iu30 ហ្នឹងវិញដើម្បីបង្កើត file txt ហ្នឹងតបមកខ្ញុំដាក់ file name វាដែរដាក់ learning.txt ហ្នឹងទៅឥឡូវយើង ls មើលវាម្ដងទៀតឥឡូវយើងបង្កើតបានហើយអញ្ចឹងបន្ទាប់មកខ្ញុំចង់ nano នៅលើ file ហ្នឹង file learning.txt ហ្នឹងបន្ទាប់មកយើងចុចnano file learning.txt ហ្នឹងហើយយើងចូលមកដល់កន្លែងនេះយើងសរសេរតិចអញ្ចឹងខ្ញុំដាក់ថា welcome iu30 ហ្មងទៅកាលណាយើងចង់ស្អីអីក៏បានចឹងខ្ញុំដាក់ welcome iu30 ហើយបន្ទាប់មកcontrol x control y ដើម្បី save ទុកវាហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នា